ជំរាបសួរពុកម៉ែបងប្អូនកម្មករយោជិកទាំងអស់គ្នាតើពុកម៉ែបងប្អូនកម្មករយោជិកទាំងអស់គ្នាដឹងអត់ថាកិច្ចសន្យាការងារខ្លីផ្ដល់ផលប៉ះពាល់អ្វីខ្លះដល់បងប្អូនទាំងអស់គ្នាទី1តើការងារសួរនៅក្នុងការបញ្ឈប់ដោយសារតែកិច្ចសន្យាការងារខ្លីគឺជាកិច្ចសន្យាដែលមានថេរវេលាកំណត់ដូច្នេះតើការមានសិទ្ធិបន្តឬក៏មិនបន្តកុងត្រារបស់បងប្អូនកម្មករយោជិកបានទី2កម្មករយោជិកនឹងពិបាកនៅក្នុងការចងក្រងហើយបង្កើតសហជីពនៅពេលដែលកម្មករយោជិកយល់ដឹងអំពីច្បាប់ចេះប្រើប្រាស់សិទ្ធិកម្មករនិយោជិកនឹងបង្កើតសហជីពដើម្បីទាមទាររាល់អត្ថប្រយោជន៍ដែលមានស្របទៅតាមច្បាប់និងលើសពីច្បាប់ដូច្នេះតើការនឹងមានការមិនពេញចិត្តរួចយកលេសកិច្ចសន្យាការងារខ្លីដើម្បីបញ្ឈប់កម្មករបងប្អូននិយោជិកមុននឹងបង្កើតសហជីពបានទី3កម្មករនិយោជិកនឹងបាត់បង់អត្ថប្រយោជន៍ដែលមានចែងនៅក្នុងច្បាប់ជាពិសេសបុគ្គលិកជាស្ត្រីពេលគាត់សម្រាកលំហែមិត្តភាពច្បាប់តម្រូវឲ្យគាត់សម្រាកបាន90ថ្ងៃនិងទទួលបានប្រាក់ឈ្នួល 50% ប៉ុន្តែតកែនឹងយកកិច្ចសន្យាការងារខ្លីដើម្បីបញ្ឈប់ពួកគាត់ធ្វើឲ្យគាត់បាត់បង់អត្ថប្រយោជន៍ផ្សេងទៀតដូចជាប្រាក់សោធននិវត្តន៍ប្រាក់រំលឹកអតីតភាពជាដើមសរុបមកយើងមើលឃើញថាកិច្ចសន្យាការងារខ្លីពិតជាផ្ដល់ផលប៉ះពាល់ខ្លាំងមែនទែនចំពោះកម្មករយោជិករួមទាំងសេដ្ឋកិច្ចគ្រួសារសេដ្ឋកិច្ចជាតិជាពិសេសបងប្អូនកម្មករដែលមានអាយុច្រើនពិបាកនៅក្នុងការរកការងារថ្មីធ្វើដូច្នេះយើងទាំងអស់គ្នាជំរុញដល់ភាគីពាក់ព័ន្ធរួមទាំងថៅកែឲ្យបញ្ឈប់ការប្រើប្រាស់កិច្ចសន្យាការងារខ្លីដើម្បីរក្សាស្ថិរភាពការងារដល់បុគ្គលិកកម្មករទាំងអស់គ្នា